ធិការជាតិប្រឆាំងទារុណកម្មហៅកាត់ថាកជបតគឺជាគណៈកម្មាធិការថ្មីមួយដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មអំពើឃោរឃៅអំពើអមនុស្សធម៌អំពើធ្វើទុកបុកម្នេញឬទណ្ឌកម្មគណៈកម្មាធិការនេះមានគោលដៅបង្ការប្រឆាំងរាល់ការធ្វើទារុណកម្មអំពើផ្សេងៗទៀតដើម្បីពង្រឹងការការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឲ្យរួចផុតពីការធ្វើទារុណកម្មកជបតមានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងព្រះរាជាណាចក្រកម្ពុជាបើតាមមាត្រា13នៃព្រះរាជក្រឹត្យកជបតមានតួនាទីភារកិច្ចធ្វើសេនាធិការឲ្យរាជរដ្ឋាភិបាលលើការងារប្រឆាំងទារុណកម្មអំពើឃោរឃៅអំពើអមនុស្សធម៌អំពើធ្វើទុកបុកម្នេញទណ្ឌកម្មឬបន្ទាបបន្ថោកកសាងយុទ្ធសាស្ត្រនិងរៀបចំផែនការសកម្មភាពរយៈពេលខ្លីមធ្យមនិងវែងនិងត្រួតពិនិត្យយ៉ាងទៀងទាត់នៅប្រព្រឹត្តកម្មលើជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពនៅតាមកន្លែងឃុំឃាំងនានាដើម្បីការពារជនទាំងនោះពីអំពើទាំងនេះទន្ទឹមនឹងនេះកជបតទទួលភារកិច្ចអប់រំផ្សព្វផ្សាយបណ្ដុះបណ្ដាលស្តីពីអនុសញ្ញានិងពិធីសារបន្ថែមប្រឆាំងទារុណកម្មលើសាធារណៈនិងមុខសញ្ញានីមួយៗអនុវត្តភារកិច្ចផ្សេងៗទៀតដែលមានចែងក្នុងអនុសញ្ញាប្រឆាំងទារុណកម្មនិងពិធីសារបន្ថែមទទួលនិងធ្វើទំនាក់ទំនងជាមួយអនុគណៈកម្មាធិការបង្ការរបស់អង្គការសហប្រជាជាតិជំរុញនិងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ឲ្យប្រព្រឹត្តលើជនដែលត្រូវសង្ស័យឬជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពដោយគោរពតាមនីតិវិធីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាកជបតក៏មានតួនាទីភារកិច្ចផ្ដល់អនុសាសន៍ជូនអាជ្ញាធរពាក់ព័ន្ធក្នុងគោលបំណងកែលម្អប្រព្រឹត្តកម្មនិងស្ថានភាពរបស់ជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពសិទ្ធិធ្វើទស្សនកិច្ចត្រួតពិនិត្យពន្ធនាគារឬមណ្ឌលអប់រំកែប្រែទាំងពីរដ្ឋជននិងទណ្ឌិតមណ្ឌលឃុំខ្លួនអនិច្ចជនកន្លែងឃុំខ្លួនបណ្ដោះអាសន្នរបស់នគរបាលយុតិធម៌មន្ទីរពេទ្យវិកលចរិតមណ្ឌលសុខភាពផ្លូវចិត្តមជ្ឈមណ្ឌលស្ដារនីតិសម្បទាសង្គមកិច្ចមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនឬមណ្ឌលអប់រំកែប្រែផ្សេងទៀតទូទាំងប្រទេសក្រៅពីនេះកជបតមានសិទ្ធិទទួលបានព័ត៌មានអំពីចំនួនជនដែលត្រូវបានដកហូតសិទ្ធិសេរីភាពនៅតាមទីកន្លែងឃុំឃាំងស្ថានភាពនៃការឃុំឃាំងនិងការប្រព្រឹត្តកម្មលើជនទាំងនោះសិទ្ធិធ្វើសេចក្តីស្នើនិងធ្វើសេចក្តីសង្កេតលើច្បាប់ដែលមានស្រាប់ឬសេចក្តីព្រាងច្បាប់នានាពិនិត្យអនុម័តនិងគ្រប់គ្រងគម្រោងថវិកាប្រចាំឆ្នាំរៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញានិងពិធីសារបន្ថែមប្រឆាំងទារុណកម្មដើម្បីដាក់ជូនរាជរដ្ឋាភិបាលនិងអង្គការសហប្រជាជាតិរៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីសកម្មភាពដែលកជបតបានបំពេញផ្ញើជូនរាជរដ្ឋាភិបាលនិងទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលរាជរដ្ឋាភិបាលប្រគល់ជូនយោងតាមព្រះរាជក្រឹត្យកជបតមានសមាជិក9រូបដឹកនាំដោយប្រធាន1រូបមានឋានៈស្មើរដ្ឋមន្ត្រីអនុប្រធានមានឋានៈស្មើរដ្ឋលេខាធិការនិងសមាជិកមានឋានៈស្មើអនុរដ្ឋលេខាធិការជ្រើសរើសដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសមាជិកទាំងអស់ត្រូវបានតែងតាំងសម្រាប់បំពេញការងារក្នុងរយៈពេល5ឆ្នាំគណៈកម្មាធិការនេះមានលេខាធិការដ្ឋានមួយជាសេនាធិការស្នូលគឺលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មអំពើឃោរឃៅអំពើអមនុស្សធម៌អំពើធ្វើទុកបុកម្នេញឬទណ្ឌកម្មលេខាធិការដ្ឋាននេះមានរចនាសម្ព័ន្ធដឹកនាំដោយប្រធាន1រូបនិងអមដោយអនុប្រធានមួយចំនួនតាមការចាំបាច់សម្រាប់ដឹកនាំផ្នែកការងារចំនួន4គឺផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុផ្នែកនីតិកម្មនិងជំនួយផ្នែកច្បាប់ផ្នែកបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយអប់រំនិងផ្នែកទំនាក់ទំនងនិងសហប្រតិបត្តិការ